បងប្អូនហើយអាណិតមែនតើស្ត្រីម្នាក់បាទពោះធំ9 ខែហើយបាទត្រូវបានប្តីរត់ចោលបាទទៅហើយបងប្អូនគ្នាបន្សល់ទុកឲ្យគាត់នៅកណ្ដែក2 នាក់ម្ដាយកូនបាទសិតតែអ្នកមេម៉ាយដូចគ្នាដល់ពេលអញ្ចឹងបាទនៅខ្ទមដល់កំសត់នេះបងប្អូនអាណិតមែនតើសុំតែ20000គេមកឲ្យបង20000លើខ្មែរហ្នឹងកំពុងគេថាឲ្យខ្ញុំមួយខែ40000ដល់ពេលខ្ញុំគេអត់ឲ្យទេក៏ហក់ខ្ញុំ40000គាត់បានដល់ពេលថាខ្ញុំអត់លុយចាយហ្នឹងខ្ញុំសុំ20000គេថាគេថាផ្ញើឲ្យផ្ញើបាត់តលើ20000ក៏គេមកឲ្យខ្ញុំដែរសុំឲ្យបងប្អូនជួយខ្ញុំផងខ្ញុំមានលុយកូនសម្រាប់កូនទេអត់មាន100សោះហ្មងដេករងថ្ងៃព្រួយបារម្ភភ័យតកូនឈឺពោះអត់មានលុយទេចាហើយភ័យអាមួយចំណុចទៀតខ្លាចគេវះគេអីទៀតនោះអត់មានទេហ្មងចាតោះឲ្យជួយខ្ញុំផងខ្ញុំអត់មានអីទេគេកាត់កូនហើយលើខ្ញុំអត់ខ្លាំងខ្ញុំអត់ដឹងបានលុយណាកាត់កូនទេបាទអាណិតមែនតើបងប្អូនហើយបាទគាត់រៀបរាប់ទាំងទឹកភ្នែកបងប្អូនដល់គ្នាដោយសារការខ្វះខាតគាត់នឹងវាដុនដាពេកបងប្អូនបាទគាត់ចង់ទៅរកលុយមែនតើទៅរកយ៉ាងម៉េចបងប្អូនបាទព្រោះគាត់កំពុងតែមានទម្ងន់ហើយបើសិនជាប្តីគាត់នៅមើលថែអញ្ចឹងទៅមានអីបងប្អូនបាទល្អប៉ុន្តែដល់ពេលប្តីរបស់គាត់បែរជាទៅចោលគាត់ណែបងប្អូនដល់គ្នាឃើញលោកក្ដួនអាណិតមែនតើឥឡូវនេះខ្លាចជាអ្នកមេម៉ាយដូចគ្នាទាំងពីរអ្នកម៉ែកូនហើយបងប្អូនដល់គ្នាបាទអ្នកណាយកអារម្មណ៍មួយនេះបាទម្ដាយជួបប្តីមិនស្មោះត្រង់ហើយឥឡូវមើលកូនជួបប្តីក្បត់ទៀតបងប្អូនដល់គ្នាអាណិតគាត់មែនតើបាទបានតែធ្វើមកទឹកភ្នែកឲ្យគ្នានៅខ្ទមដល់កំសត់ដល់តូចនេះបងប្អូនដល់គ្នាសំដីជានៅបណ្ដោះអាសន្ននេះមិនដឹងថាអនាគតទៅជាយ៉ាងណាទៀតទេព្រោះម្ដាយគាត់ក៏ចាស់ហើយមិនអាចទៅធ្វើការរកចំណូលឲ្យបានទេហើយកូនរបស់គាត់ឥឡូវកំពុងមានទម្ងន់គាត់ចង់ទៅធ្វើការណាប៉ុន្តែដោយសារតែគាត់ជួបទម្ងន់នេះទៅក៏មិនអាចទៅធ្វើការកន្លែងផ្សេងអញ្ចឹងពេលដែលគាត់សម្រាប់ហើយក៏គាត់នឹងទៅធ្វើការដើម្បីរកចំណូលជួយចិញ្ចឹមម្ដាយគាត់ពេញព្រោះដោយសារគាត់អាណិតម្ដាយគាត់ខ្លាំងគាត់មិនអាចឈរមើលនឹងអង្គុយមើលរងចាំម្ដាយនឹងទៅរកទាំងលំបាកវេទនាហេតុអីបើជ្រុលខ្លាយជាប្តីប្រពន្ធហើយមិនយកចិត្តទុកដាក់ជាមួយគាត់ផងទៅបាទប្រពន្ធយើងនេះមានទម្ងន់ផងហើយដល់ពេលយើងធ្វើជាមនុស្សប្រុសបែបណាបាទគ្នាកំពុងតែមានទម្ងន់ពោះឲ្យបែរជារត់ទៅចោលគ្នាបាទហើយធ្វើបាបគ្នាម៉េះបើអញ្ចឹងតដែរមកចូលមកក្នុងអនាគតរបស់គេធ្វើអីបាទខ្ញុំហួសចិត្តមកបាទនេះផ្ដាំទៅមនុស្សប្រុសមួយចំនួនដែលជ្រុលជាយកកូនស្រីគេធ្វើជាប្រពន្ធហើយបាទត្រូវតែមើលថែកូនស្រីគេឲ្យបានល្អបាទម្ដាយគាត់ស្រឡាញ់កូនគាត់ខ្លាំងណាស់គាត់សុខចិត្តអត់ប្តីបានបាទគាត់មិនអាចអត់កូនគាត់បានគាត់សុខចិត្តចិញ្ចឹមកូនគាត់រហូតដល់ធំបាទពីទូចគឺចិញ្ចឹមហ្នឹងគឺមិនឲ្យសម្អោចខំសុំបីតែមួយបើខំគឺអត់បានទេកូនគាត់ស្រឡាញ់ណាស់បាទដល់ពេលប្តីរបស់គាត់នេះដែលមកយកគាត់ធ្វើជាប្រពន្ធនេះដល់ពេលមកយកគាត់មិនបានមើលថែគាត់ហើយទៅចោលគាត់មកធ្វើបាបគាត់ឲ្យបាក់ទឹកចិត្តអញ្ចឹងអ្នកបងប្អូនគ្នាបាទថាជ្រុលមិនទាន់មានផ្ទៃពោះមិនថាទេឥឡូវមានផ្ទៃពោះទៀតបាទហើយគ្នាកំពុងតែកាត់ច្រើនហើយទៅខាងប្រុសនោះប្តីនោះបើទៅបាទហើយអាចទៅយកប្រពន្ធយកឲ្យផ្សេងទៀតហើយអាណិតដល់គ្នាខាងស្រីនេះបាទមានទង្ងន់យ៉ាងណាទៅអូប្តីនេះការនេះគាត់អាយុប៉ុន្មានឆ្នាំដែរកាលហ្នឹងអាយុ18 19ឆ្នាំតែឥឡូវគាត់អាយុប៉ុន្មានអាយុ20ជាងហើយ26ហើយអូឥឡូវ26ហើយណានេះបងប្អូនដល់គ្នានេះបាទដាច់ចិត្តម៉េះព្រះអើយបាទអត់មិនដឹងថាប្តីគាត់គិតបែបណាទេបងប្អូនទាំងគ្នាបាទតាមតែសួរជាមួយនឹងបងស្រីមិញគឺគាត់បានបញ្ជាក់ថាតាំងពីគាត់4ខែគឺប្តីគាត់រត់ចោលរហូតតែម្ដងបងប្អូនទាំងគ្នាឥឡូវនេះគ្មានលុយគ្មានកាក់ឲ្យចិត្តសម្រាប់កូនទៀតបងប្អូនទាំងគ្នាខ្វះតែ10ថ្ងៃទៀតទេបាទគឺអាណិតមែនតើបងប្អូនហើយបាទឥឡូវនេះខ្ញុំកំពុងតែមានវត្តមានស្ថិតនៅក្នុងភូមិសវាំងបាទឃុំស្វាយជ្រុំស្រុកមេសាងខេត្តព្រៃវែងបាទចង់ដឹងព័ត៌មានលម្អិតពាក់ព័ន្ធជាមួយនឹងបងស្រីដែលមានទម្ងន់បាទ9ខែខ្វះតែ10ថ្ងៃនេះគឺសម្រាប់កូនហើយត្រូវបានប្តីរត់ចោលនេះតើរឿងរ៉ាវនឹងយ៉ាងណាវិញអញ្ចឹងបងប្អូនមកជួបគាត់ដូចតទៅនេះជិះសួរបងចាជំសួរបាទមានឈ្មោះដែរបងមកកែវបងកែវអាយុប៉ុន្មានហើយអាយុ31ចុះអ្នកមីងវិញអាយុ57ចាបាទមានឈ្មោះដែរមីងមានឈ្មោះបោតចាមីងថ្ងៃចឹងនៅតែ2នាក់កូនអញ្ចឹងនៅផ្ទះគឺខ្ទមនេះទៅតែ2នាក់កូននឹងទេរងថ្ងៃខ្ញុំមិនដែលហ៊ានដើរចោលទេខ្លាចវាឆ្លងឈឺពោះអីយប់ទៅពិបាកបានប៉ុន្មានខែ4ខែ4ខែចឹងគាត់10ថ្ងៃទៀតកើតហើយគាត់10ថ្ងៃទៀតទេចាអូហើយអាចជួយបញ្ជាក់តិចបានទេប្តីមិនបានគាត់រត់ចោលយើងអញ្ចឹងខ្ញុំអត់ដឹងដែរបើគេចង់រត់ចោលហើយបាញ់គ្នាឲ្យលុយឲ្យកាក់ធម្មតាបាន4ខែលែងផ្ញើលុយផ្ញើកាក់មកឲ្យខ្ញុំចឹងអាចជួយប្រាប់ពីដំណើររឿងហេតុទីពីដំបូងតិចបានទេតើយើងស្គាល់ពីប្តីយើងហ្នឹងនៅជាមួយគាត់បានប្រហែលឆ្នាំហើយស្គាល់នៅតាមរយៈណាដែរខ្ញុំទៅធ្វើការនៅកញ្ចេះហើយស្គាល់គ្នាបាន1ឆ្នាំបាទហើយក៏មានកូនមានចៅទៅគេក៏លែងល្វីល្វាល់មកខ្ញុំចឹងទៅចាំមានថាកូនហ្នឹងតើមានមួយហ្នឹងទេចាបងតើមានមួយហ្នឹងតើមានមួយក្នុងពូហ្នឹងទេតែគាត់បាន4ខែគាត់ក៏ចោលយើងបណ្ដោយចាបងបាត់ឆឹងបងបាត់ឆឹងពេលហ្នឹងគាត់ប្រាប់យ៉ាងម៉េចយើងមានបានឆ្លោះទាស់ទែងមួយគាត់មុននឹងពេលដែលគាត់ចាក់ចេញពីយើងទៅហ៎មានប្រាប់អីទេបងងាត់ជ្រាបហ្មងបាត់សុកបាត់ឆឹងហ្មងចឹងលេខក៏ប្លុកចោលអស់អូលេខប្លុកចោលអស់ហ្មងប្លុកអស់តែលែងចូលលែងអីអស់បើគិតទៅយើងនៅមួយគាត់បានមួយឆ្នាំដែរបាន1ឆ្នាំបងបាន1ឆ្នាំទេ1ឆ្នាំការដែលគាត់រស់នៅជាមួយយើងហ្នឹងគាត់បង្ហាញក្តីស្រឡាញ់ដាក់យើងអត់ឬមួយយ៉ាងម៉េចដែរមិនសូវស្រឡាញ់ទេស្រឡាញ់ដូចតក្រោះមិនទេអញ្ចឹងចាហើយចុះមូលហេតុដំបូងមិនបានសម្រេចចិត្តជ្រើសរើសគាត់យកធ្វើជាប្តីដំបូងស្រឡាញ់ដល់ពេលយូរទៅគេដឹងមិនគេឈប់ស្រឡាញ់យើងមូលហេតុមកពីគាត់មានស្រីក្រៅឬមួយយ៉ាងម៉េចដែរមូលហេតុគេឃើញយើងក្រយើងអីណាបងឃ
ចឹង គេអត់ចង់រស់នៅជាមួយយើងគេក្រ ដល់ពេលខាងបងកំពុងតែមានទម្ងន់ផងនៅពេលដែលប្តីអត់បាននៅយកចិត្តទុកដាក់ជាមួយយើងរត់ចោលយើងអញ្ចឹងពេលដំបងអីពិបាកទទួលយកឯង ពិបាកបងខ្ញុំដេកយំឡើងកន្លះខែមកបាត់យំពិបាក ពួកអ្នកដែលមានទម្ងន់ប្រហែលជាអាចនឹងយកអារម្មណ៍មួយនេះត្រូវការលើកទឹកចិត្តខ្លាំងណាត្រូវអត់ ចាបង បាទហើយដល់ពេលគាត់ទៅដោយមិនបានគិតពីយើងអញ្ចឹងយើងក៏អត់បោះបង់កូននឹងដែរត្រូវអត់ អត់បោះទេទុកចាំគេមិនចាំខ្ញុំតែចាំ បាទ ទោះអត់មានលុយអត់មានកាក់100ក៏ខ្ញុំទ្រាំមើលវាដែរ ហើយដល់ពេលរហូតដល់បានប្តីគាត់គង់យើងតរហូតទៅ ចាពីមុនមកតែកូនបាន4ខែគេលែងរវល់ខ្ញុំឃ្លានអីក៏គ្មានបានហូបដែរចា ចុះឥឡូវរងថ្ងៃបានអីទីពឹងបានលុយកាក់ពីណា អត់មានទេបងអើយចិត្តដល់ថ្ងៃកើតខ្វះតែ10ថ្ងៃទៀតរកតែ100គ្មានទេបង អូអាណិតមែនតើឥឡូវកុំឲ្យឈរយូរបាទត្រូវគាត់ទម្ងន់ផងឲ្យអាចទៅអង្គុយលើខែនោះបានអង្គុយបានទេនេះបងប្អូនអាណិតមែនតើណាមីងអង្គុយមួយគាត់មីងជាម្ដាយបងប្អូនទាំងអស់គ្នានេះបាទនៅខ្ទមដល់កំសត់នេះសំដីគេដាក់នៅបដោះអាសន្ននេះបងប្អូនទាំងអស់គ្នាអាណិតមែនតើហើយប្តីរបស់គាត់បាទស្រឡាញ់គ្នាដំបូងនៅមួយគ្នាបានមួយឆ្នាំបាទក្នុងការដែលរួមរស់ជាមួយគ្នានឹងដំបូងបង្ហាញក្តីស្រឡាញ់ដល់ពេលយូរទៅលើសោះក៏ក្រោះបាទតាមដែលប្រពន្ធគាត់បញ្ជាក់មិញណាបាទដល់ពេលក្រោយពីប្រពន្ធគាត់មានទម្ងន់បាទបាន4ខែចឹងទៅប្តីគាត់ដាក់មានប្រុចចោលតែម្ដងបងប្អូនទាំងគ្នាគឺអត់បានយកចិត្តទុកដាក់អត់បានខ្វាយខ្វល់ពីប្រពន្ធគាត់ទៅជាយ៉ាងណាទេបណ្ដោយឲ្យនៅកណ្ដាលកណ្ដែងនៅក្នុងខ្ទមដល់កំសត់បងប្អូនឃើញណាខ្ទមអត់ទុយមែនតើបាទហើយនៅនឹងកណ្ដៅយ៉ាងណាហើយគ្នាពូធំទៀតបងប្អូនបាទខ្វះតែដល់ថ្ងៃទៀតសម្រាប់បានបងប្អូនឃើញមើលបាទហើយសួរគ្នាពិបាកយ៉ាងណាហើយអត់មានលុយកាក់អត់មានអីអត់មានទីពឹងអីផងបានលុយណាបងប្អូនឥឡូវចិត្តសម្រាប់គាត់អត់មានលុយទេគាត់យ៉ាងណាទេបងប្អូនអាណិតគាត់មែនតើបាទហើយដល់ពេលអញ្ចឹងនៅទៅនឹងអញ្ចឹងថ្ងៃឡើងកណ្ដៅឯងបង ក្តៅចង់ឆេះនៅនេះចា បាក់ធំហើយមួយទឹកមួយអីណាទៅសំ សុំគេងូតសុំគេអីហ្មង អញ្ចឹង មានចាមានដងអត់មានអីទេ ហើយចុះផ្ទះបងឲ្យផ្ទះមីងទៅណានៅណាទៅ តែម៉ែគាត់នៅជាមួយខ្ញុំហ្នឹងកូនមានតែមួយហ្នឹង ប៉ុន្តែអត់មានផ្ទះដីផ្ទាល់ខ្លួនហ្មងឯង អត់មានទេបងមានតែតុំដីគេនៅនឹងដីខ្លួនឯងអត់មានទេ ហើយដល់ពេលធម្មតាយើងពូធំយើងត្រូវការឲ្យប្តីយកចិត្តទុកដាក់ក៏ដូចជាផ្ញើលុយផ្ញើកាក់ដើម្បីមកញ៉ាំម្ហូបឆ្ងាញ់ដើម្បីបើកូននេះដល់ពេលគាត់លេងទៅចោលយើងទៀតដល់ពេលអញ្ចឹងពេលខ្លះបាក់ខ្លាំងចិត្តខ្លាំងឯងបង ចាបងបាក់កម្លាំងចិត្តខ្ញុំដឹងថាទៅរកអីនៅមានតែពីរអ្នកម៉ែកូនសិតម៉ែដូចគ្នា ឪពុកតាណាដែរឪពុកបង ម៉ែខ្ញុំគាត់លែងគ្នាហើយពុកខ្ញុំគាត់មានប្រពន្ធទៀត ទៅទុកឲ្យអញ្ចឹងទៅ ចា ដល់ពេលនៅទៅនឹងអញ្ចឹងបានលុយបានអីណាទៅដល់ពេលអញ្ចឹងមានពីណាគេជួយរកចំណូលអីចូលឲ្យយើងបានទិញម្ហូបទិញអី ម៉ែដើររកចងរកក្តាមលក់ឲ្យគេហ្នឹងបងមានស្អីទេមួយថ្ងៃមកបាន2-3000 ពេលបងត្រូវជួបបញ្ហាគ្រួសារប្តីរត់ចោលហើយម្ដាយយើងហ្នឹងក៏ឪពុកយើងទៅមានប្រពន្ធថ្មីហើយស្រាប់តែឥឡូវបងមកជាកូនហ្នឹងឥឡូវជួបបញ្ហាអញ្ចឹងទៀតហើយឥឡូវម្ដាយតតែទៅដើររកខ្យងរកអីដើម្បីយកលុយយកអីបានមកទិញម្ហូបទិញអីចឹងពេលខ្លះមានអារម្មណ៍ថាអាណិតគាត់ឯងបង ខ្ញុំអាណិតណាបងប៉ុន្តែអត់ដឹងធ្វើម៉េចខ្ញុំទៅជួយគាត់អត់កើត ហើយដល់ឥឡូវពូធំ9ខែនេះការធ្វើទុកអីពិបាកអត់ដល់ពេលយើងនៅ ពិបាកណាបងខ្ញុំតម្រាក់ក៏ពិបាកដើរក៏ពិបាក អញ្ចឹងម្ដាយគាត់បានត្រឹមតែរកខ្យងហ្នឹងបានលុយបានអីប្រហែលទៅហើយក្នុងការដែលមកធ្វើម្ហូបហ្នឹងយើងបានហូបអីបើឆ្ងាញ់អីអត់ឬមួយក៏អត់ទេ អត់ដែរបានអីហូបឆ្ងាញ់ទេបងហើយបានតែខ្យងបានតែក្តាមនឹងសល់វាលក់ហ្នឹងគេមិនទិញ ចាបង ហូបក្តាមខ្យងហ្នឹងជាមួយបាយអញ្ចឹងទៅ ចា អញ្ចឹងមិនបាក់ងាប់អីហើយយើងពេលពូធំអញ្ចឹងយើងឃ្លាននេះឃ្លាននោះតាមចិត្តចង់ដែលយើងញាក់មានទម្ងន់ណា ខ្ញុំក្លៀនសពគ្រប់បងប៉ុន្តែអត់មានលុយធ្វើម៉េចទ្រាំទៅបងហើយ អញ្ចឹងបង ចា ហើយអញ្ចឹងមួយថ្ងៃអីចឹងបើអ្នកមីងគាត់រកបានតែម្នាក់ឯងអញ្ចឹងពីមុនបងទៅធ្វើការដែរក៏មិនដែរ ខ្ញុំធ្វើការរោងចក្របងពីមុន ដល់ពេលឥឡូវធ្វើអត់កើតទេ ធ្វើអត់កើតទេ មានផ្ទៃពោះ ចាពិបាក ហើយអញ្ចឹងមួយថ្ងៃអញ្ចឹងមីងអីរកបានប៉ុន្មានទេមីង ខ្ញុំបាន2-3គីឡូ 2-3គីឡូគាត់ចលុយប៉ុន្មានដែរ 1គីឡូក្តាមគេឲ្យ2000 2000ទេ ចា ហើយចងអី ខ្យងគេអត់ទិញទេយកមកធ្វើម្ហូបខ្លួនឯង អញ្ចឹងមួយថ្ងៃហ្នឹងពិសាជាមួយនឹងខ្យងទៅ ចា ហើយដល់ពេលអ្នកមីងដែលជួបរឿងហេតុគ្រួសារខ្លួនឯងផ្ទាល់ខ្លួនដែលប្តីគាត់ទៅមានប្រពន្ធចង់ប្រពន្ធផ្សេងទៀតចោលយើងហើយដល់ពេលឥឡូវកូនយើងមកជួបរឿងបែបហ្នឹងទៀតមីងមានអារម្មណ៍ថាក្តុកក្តួលខ្លាំងពិបាក ហ្នឹងហើយពិបាកណាស់ខ្ញុំពិបាកមិននឹកឃើញកូនដល់ពេលដូចខ្ញុំដេកយំហ្មងរងហើយដេកយំណាត់កូនហ្មងបាទសត់ពេក អ្វីសំខាន់គឺគាត់កំពុងតែមានទម្ងន់ទៀតនេះដល់ពេលឥឡូវគាត់ប្តីគាត់បានយកចិត្តទុកដាក់ទៅចោលគាត់អញ្ចឹងទៀត ចា ក្នុងការណាមីងគឺអញ្ចឹងដែរអត់ ខ្ញុំចឹងដូចគ្នាហ្នឹងហើយដូចគ្នាគេទៅចោលកូននៅខ្ញុំចាំតាំងកូននៅទូខ្ញុំអត់យកប្តីអីទៀតទេខ្ញុំសុកចិត្តចាំកូនទៅធំអស់ ខ្លាចមកមានអារម្មណ៍ខ្លាចនឹក ខ្លាចប្រុសហ្មង ធ្វើអីដាក់មីងដែរការដែលស្វាមីដាក់មីង ធ្វើបាបខ្ញុំវាយនោះ បាយទៀត ហ្នឹងហើយវាយខ្ញុំទៀតនោះ អញ្ចឹងមានន័យថាគាត់ទៅមានប្រពន្ធចង់ដោយសារតែគាត់មានស្រីទៅក្រៅ អត់មានទេប៉ុន្តែវាចឹងហ្មងសបឹងមកវាយយើងចាដល់វាវាយទៅខ្ញុំរត់មកផ្ទះឪទៅនៅនឹង អញ្ចឹងហ្នឹងគាត់មានប្រពន្ធទៀតអត់ចឹង មានប្រពន្ធយកលែងខ្ញុំទៅយកបាន3 3ទៀតអី ហ្នឹងហើយខ្ញុំយករបស់ខ្ញុំអត់យកទេខ្ញុំថាសុកចិត្តនឹងចាំកូនឲ្យធំចាំខ្ញុំវិញ ចុះបើម្ដាយអ្នកមីងវិញអត់អញ្ចឹងទេ អត់ទេម៉ែខ្ញុំនៅជុំគ្នា ពេលខ្លះមីងមានអារម្មណ៍ថាកំសត់តែមានអារម្មណ៍ថាអាណិតខ្លួនឯងនៅពេលដែលជួបរឿងរ៉ាវអញ្ចឹងហើយឥឡូវកូនមកជួបអញ្ចឹងទៀត ចាខ្ញុំថាខ្ញុំក្រងហូរហើយឥឡូវដល់មកកូនដូចខ្ញុំទៀតខ្ញុំដេកអាណិតកូនដេកយំ
គិតសពទៅកូនណាគូកូនសត់ម៉េះឃ្លានអីក៏ខ្ញុំខាត់វាដែរថាមិនបាច់ឃ្លានទេយើងអត់មានលុយកូនអើយចាបាទ ក្តាមហ្នឹង1គីឡូបានតែ2000ឯងចឹងរហមួយថ្ងៃបាន2គីឡូអីហ្នឹង បាន2គីឡូមកយប់ខ្ញុំទៅរករាល់ថ្ងៃយប់ វាស្រែចឹងទៅ ចាដើរកាត់វា ហើយមីងចំណាស់ដែរហើយហ្នឹង ក្នុងខ្ញុំបំដើរយើងអត់លុយកូនចាយហើយកូនបានឲ្យវាទិញនេះទិញនោះផ្សេងទិញទួចទៅ ឥឡូវរាល់ថ្ងៃហ្នឹងអត់មានពីណាផ្គត់ផ្គង់ក្រៅពីមីងដើរទៅរកក្តាមរកខ្យងទេ មានទេមានតែខ្ញុំមានណាជួយចាំមានតែ2អ្នកម៉ែកូនចៅមួយទៀតចា តែមួយថ្ងៃដល់តែរកបាន2គីឡូចឹងលក់បាន4000អីចឹងទៅ ហ្នឹងហើយលក់បាន4000គេមកទិញយកទៅលក់ទៀតនោះ ហើយ4000ចឹងមីងយកទៅធ្វើអីទៅទិញអីវិញទិញមកអី ទិញមកហូបជួនណាគេលក់មកហូបអីចឹងទៅទិញត្រីអីគេទៅយកមកស្លជាមួយបន្លែតកូនទឹកដំឡូងអីទៅបានមកពេល អូបងប្អូនអើយបាទកំសត់មែនតើអាណិតគាត់មែនតើណាបាទបើថាម្ដាយគាត់ចោះដែលជួបបញ្ហាហ្នឹងប្តីគាត់វាយធ្វើបាបគាត់ចឹងទៅក៏គាត់មិនអាចរស់នៅជាមួយបាទសុកចិត្តនៅមេម៉ាយមិនយកប្តីទៅទេបាទចង់ខ្លាចឲ្យមនុស្សប្រុសបាទប៉ុន្តែដល់ពេលក្រោយមកគាត់សុកចិត្តចិញ្ចឹមកូនតែឯងរហូតដល់ធំដល់ពេលកូនមកជួបប្តីឥឡូវប្តីធ្វើអញ្ចឹងទៀតបាទដល់គ្នាមានទម្ងន់4ខែអត់នៅមើលថែគ្នារត់ចោលគ្នាបាទបាត់ដំណឹងសូនឆឹងតែម្ដងឥឡូវនេះបិទលេខទូរស័ព្ទបិទអីទាំងអស់ទេអត់ចូលឥឡូវនេះគ្នាមានទម្ងន់បាទរហូតដល់9ខែហើយគាត់តែ10ថ្ងៃទៀតឥឡូវកំពុងតែភ័យព្រួយថាមិនដឹងថាឈឺពោះពេលណាហើយកំពុងបារម្ភថាអត់មានលុយបើគាត់រកក្តាមខ្យល់ហ្នឹងមួយថ្ងៃបានតែ2គីឡូចឹងកាត់លុយបានតែ4000អីហ្នឹងបងប្អូនទាំងគ្នាបាទសាក់កាត់មើលពិបាកយ៉ាងណាបាទហើយនៅខ្ទមដល់កំសត់នេះបានលក់ក្តាមលក់អីចឹងឲ្យគេទៅបាន4000អីចឹងយកមកធ្វើម្ហូបម្ដាយធ្វើឲ្យកូនស្រីរបស់គាត់ញ៉ាំអីចឹងទៅដោយសារតែគ្នាកំពុងតែមានទម្ងន់ចឹងត្រូវការញ៉ាំឆ្ងាញ់ញ៉ាំឆ្អែតបូកគ្នាឃ្លានវាស្មើនឹងមនុស្ស2នាក់មិនមនុស្សម្នាក់ឯងបងប្អូនទាំងគ្នាបាទអញ្ចឹងឥឡូវកំពុងតែជួបបញ្ហាពិបាកខ្លាំងអញ្ចឹងមានខ្វះខាតខ្លាំងអញ្ចឹងមានអ្វីសំណពរទៅបងប្អូនសប្បុរសជនឲ្យគាត់ជួយដល់បងផងហ៎ តុំឲ្យជួយខ្ញុំផងខ្ញុំអត់មានអីទេចិត្តកើតកូនហើយឥឡូវខ្ញុំអត់ខ្លាំងអត់ដឹងបានលុយណាកើតកូនទេ បាទអណ្ឌិតមែនតើបងប្អូនហើយបាទគាត់រៀបរាប់ទាំងទឹកភ្នែកបងប្អូនដល់គ្នាដោយសារការខ្វះខាតគាត់នឹងវាដុនដាពេកបងប្អូនបាទគាត់ចង់ទៅរកលុយមែនតើប៉ុន្តែទៅរកយ៉ាងម៉េចបងប្អូនបាទព្រោះគាត់កំពុងតែមានទម្ងន់ហើយបើសិនជាប្តីគាត់នៅមើលថែអញ្ចឹងទៅមានអីបងប្អូនបាទល្អប៉ុន្តែដល់ពេលប្តីរបស់គាត់បែរជាទៅចោលគាត់បាទសួរតែប្តីនេះបាទបើសិនជាបំរុងយកគ្នាមិនបានទៅដល់អនាគតយូរអង្វែងទេហើយប្រឹងមកតំណតំណងធ្វើអីបាទហេតុអីបើឆ្លោយខ្លាយជាប្តីប្រពន្ធហើយមិនយកចិត្តទុកដាក់ជាមួយគាត់ផងទៅបាទប្រពន្ធយើងនេះមានទម្ងន់ផងហើយដល់ពេលយើងធ្វើជាមនុស្សប្រុសបែបណាបាទគ្នាកំពុងតែមានទម្ងន់ពោះឲ្យបែរជារត់ទៅចោលគ្នាបាទហើយធ្វើបាបគ្នាម៉េះបើអញ្ចឹងតដែរមកចូលមកក្នុងអនាគតរបស់គេធ្វើអីបាទខ្ញុំហួសចិត្តមកបាទនេះផ្ដាំទៅមនុស្សប្រុសមួយចំនួនដែលជ្រុលជាយកកូនស្រីគេធ្វើជាប្រពន្ធហើយបាទត្រូវតែមើលថែកូនស្រីគេឲ្យបានល្អបាទម្ដាយគាត់ស្រឡាញ់កូនគាត់ខ្លាំងណាស់គាត់សុកចិត្តអត់ប្តីបានបាទគាត់មិនអាចអត់កូនគាត់បានគាត់សុកចិត្តចិញ្ចឹមកូនគាត់រហូតដល់ធំបាទពីទូចគឺចិញ្ចឹមហ្នឹងគឺមិនឲ្យសមោចខំសំបីតែមួយបើខំគឺអត់បានទេកូនគាត់ស្រឡាញ់ណាស់បាទដល់ពេលប្តីរបស់គាត់នេះបាទមនុស្សប្រុសនេះដែលមកយកគាត់ធ្វើជាប្រពន្ធនេះហើយมันបានមើលថែគាត់ហើយទៅចោលគាត់មិនធ្វើបាបគាត់ឲ្យបាក់ទឹកចិត្តអញ្ចឹងបងប្អូនគ្នាបាទថាជ្រុលមិនទាន់មានផ្ទៃពោះមិនថាទេឥឡូវមានផ្ទៃពោះទៀតបាទហើយគ្នាកំពុងតែកាត់ច្រើនហើយទៅខាងប្រុសនោះប្តីនោះបាទទៅអាចទៅយកប្រពន្ធយកឲ្យផ្សេងទៀតហើយអាណិតដល់គ្នាខាងស្រីនេះបាទមានទម្ងន់យ៉ាងណាទៅដល់ពេលអញ្ចឹងនេះហ្មងមានរូបប្តីមានអីហ៎បាទអាណិតមែនតើបងប្អូនគ្នាគាត់ថាគាត់យំឡើងឆ្អែតឆ្អែតនឹងប្តីគាត់ហ្មងបាទបើជ្រុលតែស្រឡាញ់គ្នាហើយព្រមស្មោះជាមួយគ្នាព្រមយកចិត្តទុកដាក់គ្នាពេលគ្នាកំពុងតែជួបបញ្ហាលំបាកហើយបែរជារត់ចោលគ្នាបិទលេខទូរស័ព្ទបិទអីគ្មានតំណែងមកអីមកទេអូប្តីនេះការនេះគាត់អាយុប៉ុន្មានឆ្នាំដែរ កាលហ្នឹងអាយុ18 18 19ឆ្នាំតែឥឡូវគាត់អាយុប៉ុន្មាន 19អាយុ20ជាងហើយ26ហើយ នេះបងប្អូនទាំងគ្នានេះបាទដាច់ចិត្តម៉េះព្រះអើយហើយចឹងបានការមួយគ្នាអីច្បាស់លាស់ឬមួយក៏យើងបានត្រឹមតែសែន បានសែនទេបង បានសែននេះ ចា ហើយបងនឹងគាត់មកចូលចែចង់យើងយ៉ាងម៉េចដែរគាត់ផ្ដល់ទំនុកចិត្តនិងផ្ដល់ក្តីសង្ឃឹមឲ្យយើងច្រើនមែនឬបានយើងសម្រេចចិត្តថាយកគាត់ធ្វើជាប្តីហ្នឹង ចាបងគេតាមមើលថែយើងមើលថែខ្ញុំមើលថែម្ដាយខ្ញុំអញ្ចឹងដល់ទៅខ្ញុំព្រមស្រឡាញ់គ្នាទៅមកតែមកអីទៅដល់ពេលបានកូនបានចៅទៅគេលែងវល់វល់ខ្ញុំអត់ដឹងថាចិត្តគេគិតម៉េច គាត់មានឈ្មោះដែរ ឈ្មោះសិតរ៉ាឌី សៀតដាឌី ចា គាត់នៅស្រុកណាដែរ នៅកញ្ចេះបង នៅកញ្ចេះ ចា ខេត្តស្រុកគាត់នៅកញ្ចេះមក ចេះ ហើយមានបានទៅតាមរកគាត់នៅ តាមរកតែឃើញបងនៅទេ កិច្ចរហូត ចា គេមានថាព្យាយាមកិច្ចពីបងរហូត សម្បីតែម៉ែគេក៏ប្លុកលេខខ្ញុំចោលអត់ដែរ អញ្ចឹង ចា ចុះពីដំបូងម្ដាយគាត់ទទួលស្គាល់យើងជាគ្រូភាសាអត់ ទីដំបូងមានអីផងដល់ពេលដឹងតែយើងក្រយ៉ាងអីចឹងគេលែងឲ្យកូនគេយកខ្ញុំមិនដឹងអីមិនដឹងទេខ្ញុំមិនដឹងដែរ អញ្ចឹងទៀត ចា បញ្ហាដឹងថាយើងក្រលែងឲ្យតំណែងយ៉ាងទៀត ចា ម្ដាយក្មេងក៏អញ្ចឹងដែរ ចា មានអញ្ចឹងដែរហើយគ្រូសាគាត់នឹងមានខ្លាំងអត់ គាត់មិនមានប្រមាណទេធម្មតាគាត់ថាគាត់ឃើញខ្ញុំក្រពេកគេតែខ្ញុំតាក់តងមកប្តីខ្ញុំដឹងអីមិនដឹងទេខ្ញុំ អញ្ចឹងអាចប្រហែលជាបញ្ហាដែលគាត់សុកចិត្តទៅចោលយើងទាំងបែបនេះដោយសារតែពេលខ្លះទៅម្ដាយក្មេងទៀត ចាម៉ែគាត់
ចាក់ចុចទៅក៏ប្រហែលជាចឹងឡើងមកទូក៏ត្រូវកូន ម្ដាយក្មេងទេបងប្អូនតគ្នាបាទគ្រួសាររបស់គាត់មិនមែនជាអ្នកមានទេប៉ុន្តែគាត់ស្អប់អ្នកក្រវាទៅយ៉ាងចឹងបងប្អូនតគ្នានេះបាទគាត់តែឮថាគាត់តែដឹងថាគ្រួសារខាងប្រពន្ធមិនមែនជាអ្នកមានបាទដាក់មេប្រូចតែម្ដងហើយចុះពីដំបូងហ្នឹងគាត់អត់ដឹងឯពេលណាបាទគាត់ដឹងថាយើងរាល់ថ្ងៃនេះអត់សូវមានអីអត់មានទ្រព្យសម្បត្តិទេ ពីដំបូងខ្ញុំប្រាប់តែថាខ្ញុំគ្មានអីទេខ្ញុំក្រដល់ពេលគេថាមិនអីទេដល់ពេលយូរទៅក៏គេលែងកាត់គូខ្ញុំចឹងទៅខ្ញុំអត់ដឹងចិត្តគេទេដល់ពេលគេទៅចោលបាត់អត់ដឹងតំណឹងចឹងចាប្លុកលេខប្លុកអីខ្ញុំចោលអស់ហើយ ចាំម្ដាយដំបូងអីដឹងថាយើងក្រដែរ ចាម្ដាយក៏ដឹងដែរ តែគាត់ធ្លាប់ឮពាក្យចាមរាមឬមកឮពីអ្នកជិតខាងឯថាដែរឮពីម្ដាយគាត់ថាអូមិនពេញចិត្តយើងអ្នកក្រអីទេធ្លាប់ឮធ្លាប់អត់ដឹងទេ អត់ដែរឮទេគាត់ថាគាត់មើលអតចរិតគាត់ក៏ដឹងថាពេញចិត្តខ្ញុំចា គាត់បង្ហាញកាយវិការមកយើងដឹងបាត់ហើយ ចាដឹងមូលហេតុគេឃើញខ្ញុំក្រមកគេ ឥឡូវមានពាក្យពេចន៍អីផ្ដាំទៅប្តីដល់សែនល្អហ្នឹងទេ ខ្ញុំផ្ដាំបើថាឃើញវីដេអូហ្នឹងហើយខ្ញុំផ្ដាំថាកុំដើរយកគេលេងសើចចឹងទៀតព្រោះខ្លួនឯងក៏មានប្អូនស្រីដែរខ្ញុំអត់ចង់តែថាកម្មនឹងធ្លាក់ប្អូនស្រីប្អូនអីខ្ញុំអត់ឲ្យធ្លាក់ទេព្រោះអ្នកណាសាងឲ្យអ្នកនឹងទួលខ្ញុំអត់ចង់ឲ្យគេអ្នកគ្នាអត់ដឹងអីមកពាក់ព័ន្ធទេហើយម៉ែក្មេងខ្ញុំក៏ខ្ញុំផ្ដាំដែរថាបើឃើញវីដេអូខ្ញុំហ្នឹងហើយគាត់គិតមើលទៅថាកូនគេក៏ស្រីកូនខ្លួនឯងក៏ស្រីដែរអត់មានមកដើរឲ្យកូនដើរយកគេលេងសើចចឹងហើយអត់ប្រាប់អត់ស្ដីផ្ដៅកូនចឹងទេខ្ញុំមានអីនិយាយទេទេ ស្រឡាញ់យើងធ្វើឲ្យយើងមានទម្ងន់ហើយមិនយកចិត្តទុកដាក់មកយើងរត់ចោលយើងអញ្ចឹងទេណា ចាទុកខ្ញុំចោលលើកាក់ក៏មិនឲ្យខ្ញុំសុំតែ20000គេមិនឲ្យផង មើលលើខ្មែរហ្នឹង កំពុងគេថាឲ្យខ្ញុំមួយខែ40000ដល់ពេលគេអត់ឲ្យទេកុហកខ្ញុំ40000គាត់បានណាដល់ពេលថាខ្ញុំអត់លុយចាយហ្នឹងខ្ញុំសុំ20000គេថាគេថាផ្ញើឲ្យផ្ញើបាត់ទៅលើ20000ក៏គេមកខ្ញុំដែរ ពីដំបូង ចា ពេលហ្នឹងនៅតំណងបាន ចា បាទដល់ពេល រហូតដល់ឥឡូវហ្នឹងគេប្លុកខ្ញុំចោលបាត់អី លេខទូរស័ព្ទបាទ ចា ជាយើងយកលេខផ្សេងទេទៅគាត់ទៀត តែទៅគេដឹងថាខ្ញុំគេប្លុកខ្ញុំចោលទៀតគេមិននិយាយទេ ដឹងថាប្រពន្ធទេទៅគឺប្លុកចោលហ្មង ចា ចិត្តជាអីទេបងប្អូនហើយឃើញទេបាទអញ្ចឹងឥឡូវប្រពន្ធរបស់គាត់ផ្ដាំទៅប្តីដល់សែនល្អនោះថាបើសិនជាមកស្រឡាញ់កូនគេបានមិនអាចស្មោះជាមួយគេបានកុំមកស្រឡាញ់អីបាទកុំធ្វើឲ្យគេមានទម្ងន់ហើយបាទជាមិនយកចិត្តទុកដាក់មិនខ្វាយខ្វល់ហើយទុកគេចោលអញ្ចឹងទុកកូនគេចោលអញ្ចឹងមិនល្អទេបាទកូនគេកូនយើងបងប្អូនគេបងប្អូនយើងបងប្អូនស្រីគេបងប្អូនស្រីយើងបងប្អូនស្រីគេបងប្អូនស្រីយើងបាទអ្នកណាក៏មានបងប្អូនស្រីអ្នកណាក៏មានបងស្រីអ្នកណាក៏មានមីងមានក្មួយមានអីដែរបាទសិតតែស្រីសិតតែមានមិនអត់មានអីចឹងគាត់បានផ្ដាំហើយក៏មិនចង់ឲ្យធ្វើបាបមនុស្សស្រីចឹងទេបាទបើថាយើងមិនមកបំរុងស្មោះទេក៏មកតាក់តងកូនគេអីល្អជាងបាទសម្រាប់អ្នកមីងវិញឥឡូវនេះជីវភាពអ្នកមីងខ្វះខាតពិតប្រាកដមែនក៏ដូចជាថ្ងៃនេះដើរទៅក្តាមទៅរាវក្តាមទៅអីចឹងវាបានតិចតួចមែនតើមីងមានអ្វីសំណពរទៅបងប្អូនសប្បុរសជនទាំងអស់គ្នាឲ្យជួយអ្នកមីងផងហើយក៏ដូចជាកូនអ្នកមីងក៏បងចិត្តសម្រាប់កូននេះ មកខ្ញុំសុំឲ្យបងប្អូនជួយខ្ញុំផងខ្ញុំមានលុយឲ្យកូនសម្រាប់កូនទេអត់មាន100សោះហ្មងដេករងថ្ងៃព្រួយបារម្ភភ័យតែអូនឈឺពោះអត់មានលុយទេចាហើយភ័យអាមួយចំណុចទៀតខ្លាចគេវះគេអីទៀតនោះអត់មានទេហ្មងចាដេកតារំរងថ្ងៃ មីងដល់ពេលឃើញកូនស្រីអ្នកមីងត្រូវបានប្តីរត់ចោលអញ្ចឹងឥឡូវនេះកំពុងតែស្រក់ទឹកភ្នែកបង្ហាញពីភាពឈឺចាប់របស់ខ្លួនយើងមីងឃើញកូនអញ្ចឹងមីងឈឺចាប់ជំនួសមីង ឈឺចាប់ណាស់ខ្ញុំរងថ្ងៃពិបាកចិត្តមកដេកពិបាកចិត្តរងថ្ងៃនឹកឃើញអាណិតកូនអីក៏តាមវិធានាម៉េចចាកើតមកគេមិនទទួលខុសត្រូវចឹងអត់មានកូនមានចៅហើយខ្ញុំដេកកូននឹងយំរងថ្ងៃមែនតែកូននោះមិនបាច់ឃ្លានអីទេគាត់មានចិត្តដូចដេកឃ្លាននេះឃ្លាននោះខ្ញុំថាយើងគ្មានដូចមិនបាច់ឃ្លានទេកូននោះ អាណិតមែនតើបងប្អូនហើយបាទអារម្មណ៍ជាអ្នកម្ដាយបាទអារម្មណ៍ជាម្ដាយបងប្អូនឃើញហើយទឹកភ្នែកគាត់ហូរចេញក្រៅតែខ្ញុំឈរមកនៅចិត្តឃើញទឹកភ្នែកគាត់កំពុងតែអូនណែនវាត្រៀមនឹងស្រក់បងប្អូនទាំងគ្នាអាណិតកូនពេកបាទគាត់មិនដឹងថាមកពីព្រំលិខិតឬមកពីកម្មរបស់គាត់ទេបាទដែលខ្លួនឯងជួបបញ្ហាប្តីមិនស្រឡាញ់នឹងថ្នាក់ថ្នមហើយឥឡូវមកទុកកម្មនេះបន្តមកដល់កូនទៀតត្រូវបានប្តីរត់ចោលបន្តទុកឲ្យកូននៅក្នុងផ្ទៃពោះបាទដែលចិត្តសម្រាប់កូននេះបងប្អូនទាំងគ្នាគឺ9ខែខ្វះតែ10ថ្ងៃទៀតទេអញ្ចឹងអាណិតគាត់មែនតើបងប្អូនទាំងគ្នាបាទសង្ឃឹមថាបងប្អូនទាំងគ្នានឹងឃើញវីដេអូនេះហើយជួយ share ចែករំលែកម្នាក់មួយហើយក៏ដូចជាបាទជួយផ្ដល់ជាថវិកាបន្តិចក្តីច្រើនក្តីតាមសទ្ធារបស់បងប្អូនសប្បុរសជនទាំងអស់គ្នាទៅព្រោះគាត់កំពុងតែជួបការខ្វះខាតប្រកបមែនប្តីគាត់រត់ចោលដោយសារតែមិនបានយកចិត្តទុកដាក់និងមិនបានស្រឡាញ់គាត់បន្ទាប់ពីដឹងថាគាត់មិនមែនជាអ្នកមានក្រលំបាកអញ្ចឹងទៅប្តីនឹងក៏មានអារម្មណ៍ថាលែងសូវស្រឡាញ់លែងសូវខ្វល់ខ្វាយពីប្រពន្ធហើយនៅថ្ងៃមួយដែលប្រពន្ធគាត់នេះទម្ងន់បាន4ខែគឺប្តីនឹងដាក់មេប្រុចទៅបាត់សម្ោតែម្ដងគឺលេខទូរស័ព្ទ